ចាជម្រាបសួរ Good morning លោកតាលោកយាយអង្គភូមិបងប្អូនលោកគ្រូអ្នកគ្រូកូនៗទាំងអស់គ្នាចាសូមញញឹមមួយដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងនៅក្នុងព្រឹកថ្ងៃថ្មីនេះខ្ញុំមិនដឹងថានៅក្នុងពេលនេះលោកអ្នកដែលកំពុងតែឃើញវីដេអូនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណាជួបនឹងការប្រឈមបែបណានៅទុកលំបាកបែបណាប៉ុន្តែនេះជាអ្វីដែលព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំនៅព្រឹកនេះដែលចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាសូមញញឹមសូមផ្ដល់កម្លាំងចិត្តដល់ខ្លួនយើងដែលដឹងថាព្រះអង្គល្អព្រះអង្គគង់នៅជាមួយនឹងយើងជីវិតខ្ញុំក៏មាននៅការប្រឈមនៅទុកលំបាកមានបញ្ហាដែលត្រូវដោះស្រាយទាំងអស់ប៉ុន្តែនៅពេលដែលខ្ញុំសម្លឹងមើលទៅកាន់ព្រះអង្គខ្ញុំមានកម្លាំងត្រឡប់មកវិញខ្ញុំទទួលបាននូវក្តីអំណរត្រឡប់មកវិញជាពិសេសខ្ញុំដឹងថាព្រះអង្គនៅ3ទ្រខ្ញុំព្រះអង្គកំពុងតែ3ទ្រខ្ញុំនៅពេលដែលខ្ញុំកំពុងតែជួបនៅការលំបាកទាំងអស់នេះហើយព្រះអង្គបានរំលឹកខ្ញុំនៅក្នុងខគម្ពីរបរិទេវៈចាបរិទេវៈនៅក្នុងជំពូក3ខ22ខ23ដែលថាសេចក្តីសប្បុរសរបស់ព្រះមិនចេះចប់សេចក្តីមេត្តាករុណារបស់ព្រះអង្គមិនចេះផុតសេចក្តីទាំងនោះចេះតែថ្មីរៀងរាល់ព្រឹកសេចក្តីស្មោះត្រង់របស់ព្រះអង្គធំណាស់ដូច្នេះកុំភ្លេចបន្តញញឹមហើយយើងដើរដោយជំនឿបន្តទៅមុខទៀតមិនថាមានរឿងអ្វីកើតឡើងសូមចាំថាព្រះអង្គនៅតែស្រឡាញ់យើងគ្មានអ្វីមួយដែលអាចដកអាចបន្ថយសេចក្តីស្រឡាញ់របស់ព្រះអង្គឬដកព្រះបន្ទូលសន្យារបស់ព្រះអង្គចំពោះជីវិតយើងចេញបាននោះឡើយសូមព្រះអង្គប្រទានពរ